មិនបានរំពឹងទុកប្រទេសដែលធ្លាប់សុំអាវុធរាប់ពាន់លានដុល្លារពីសហរដ្ឋអាមេរិកដើម្បីការពារខ្លួនពីការវាយប្រហាររបស់រុស្ស៊ីឥឡូវនេះកំពុងត្រូវបានអាមេរិកសុំឲ្យជួយដោះស្រាយបញ្ហាសង្គ្រាមដ្រូនទប់ទល់នឹងអ៊ីរ៉ង់កាសែត The Q Independent នៅថ្ងៃទី6 ខែមីនាឆ្នាំ2026បានរាយការណ៍ថាប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានទម្លាយឲ្យដឹងថាសហរដ្ឋអាមេរិកបានស្នើសុំឲ្យអ៊ុយក្រែនផ្ដល់ការគាំទ្រទាំងផ្នែកបច្ចេកទេសបច្ចេកវិទ្យានិងអ្នកជំនាញដើម្បីជួយទប់ស្កាត់ដ្រូនសាអ៊ីតរបស់អ៊ីរ៉ង់ដែលកំពុងតែក្លាយជាអាវុធគំរាមកំហែងសំខាន់មួយក្នុងចំនួននៅមជ្ឈមបូព៌ាតាមការបញ្ជាក់របស់លោក Zelensky អ៊ុយក្រែននឹងចែករំលែកបទពិសោធន៍និងបញ្ជូនអ្នកជំនាញដើម្បីជួយអាមេរិកនិងសម្ព័ន្ធមិត្តទប់ស្កាត់ដ្រូនរបស់អ៊ីរ៉ង់មើលមួយផ្លេតវាហាក់ចម្លែកបន្តិចសហរដ្ឋអាមេរិកគឺជាប្រទេសដែលមានកម្លាំងយោធាធំបំផុតនៅលើពិភពលោកនិងបានផ្ដល់ជំនួយយោធារាប់សិបពាន់លានដុល្លារឲ្យអ៊ុយក្រែនចាប់តាំងពីសង្គ្រាមជាមួយនឹងរុស្ស៊ីបានផ្ទុះឡើងក្នុងឆ្នាំ2022ក៏ប៉ុន្តែសង្គ្រាមអ៊ុយក្រែនបានបង្កើតស្ថានភាពមួយដែលគ្មាននរណារំពឹងទុកអ៊ុយក្រែនបានក្លាយទៅជាប្រទេសដែលមានបទពិសោធន៍ច្រើនជាងគេក្នុងលោកក្នុងការប្រយុទ្ធប្រឆាំងទៅនឹងដ្រូនសាអ៊ីតដែលរុស្ស៊ីបានបាញ់រាប់ពាន់គ្រឿងទៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់អ៊ុយក្រែនខណៈដែលអាមេរិកនិងសម្ព័ន្ធមិត្តនៅមជ្ឈមបូព៌ាកំពុងចំណាយមីស៊ីលតម្លៃចាប់ពី2.5 លានដុល្លារទៅដល់ជាង10 លានដុល្លារក្នុងមួយគ្រាប់ដើម្បីបាញ់ទម្លាក់ដ្រូនរបស់អ៊ីរ៉ង់មួយគ្រឿងតម្លៃប្រហែលជា $20,000 អ៊ុយក្រែនមិនធ្វើដូច្នេះទេអ៊ុយក្រែនមានវិធីសាស្ត្រផ្សេងៗជាច្រើនកងទ័ពអ៊ុយក្រែនប្រើក្រុមបាញ់ចល័តប្រើប្រព័ន្ធសង្គ្រាមអេឡិចត្រូនិកដើម្បីរំខានសញ្ញាដ្រូនហើយក៏បានអភិវឌ្ឍដ្រូនដើម្បីបាញ់ទម្លាក់ដ្រូនវិញផងដែរបទពិសោធន៍នេះឥឡូវនេះកំពុងទាក់ទាញការចាប់អារម្មណ៍ពីអាមេរិកនិងសម្ព័ន្ធមិត្តរបស់អាមេរិកដែលកំពុងតែប្រឈមមុខទៅនឹងការវាយប្រហារពីដ្រូនដូចគ្នានេះរបស់អ៊ីរ៉ង់នេះបង្ហាញថានៅក្នុងសង្គ្រាមសម័យថ្មីពេលខ្លះអ្វីដែលមានតម្លៃបំផុតគឺបទពិសោធន៍ពិតនៅលើសមរភូមិខ្ញុំរស់សុធាពី News Today NTTV